ព្យាយាមចម្រើនបញ្ញាកំណត់ដឹងថាអ្វីមិនចេះតែបានតាមចិត្តអ្នកបង្ខំទេមានហេតុគ្រប់ទើបផលអាចកើតឡើងបានបើហេតុមិនគ្រប់ទោះអ្នកបង្ខំយ៉ាងណាក៏មិនបានឡើយវាមានតែធ្វើឲ្យអ្នកខ្វល់ខ្វាយចិត្តខ្លាំងតែប៉ុណ្ណោះរៀនទទួលស្គាល់ការពិតថាជីវិតនេះពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចប្រាថ្នាទេជាសច្ចភាពនៃជីវិតម្យ៉ាងទៀតរៀនចម្រើនមេត្តាផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងថាសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខ